ពិតណាស់ឆ្នេរសមុទ្រនៅព្រះសីហនុគឺពិតជាស្អាតមែនរីឯនៅប្រទេសកូរ៉េវិញឆ្នេរដែលល្បីហើយស្រស់ស្អាតជាងគេគឺមានឈ្មោះថាហេអ៊ុនតេដែលស្ថិតនៅក្នុងទីក្រុងពូសាន់ឆ្នេរហេអ៊ុនតេត្រូវបានគេចាត់ទុកថាជាកន្លែងកម្សាន្តដ៏ពេញនិយមបំផុតសម្រាប់បងប្អូនដែលចង់ចំណាយពេលសម្រាកលំហែកាយជាមួយគ្រួសារមិត្តភ័ក្តិនិងគូស្នេហ៍ឆ្នេរនេះមានខ្សាច់ពណ៌សល្អិតវែងអន្លាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធបក់ត្រជាក់ល្ហឹមនិងទេសភាពសមុទ្រដ៏ស្រស់ត្រកាលនៅទីនោះបងប្អូនអាចទីទាយនឹងសកម្មភាពជាច្រើនដូចជាលេងទឹកសមុទ្រដ៏ថ្លាឈ្វេងស្រូបយកខ្យល់អាកាសបរិសុទ្ធដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលដែលពន្លឺថ្ងៃលិចលាយឡំជាមួយនឹងពន្លឺភ្លើងអាគារចាំងមកលើឆ្នេរបង្កើតនូវទិដ្ឋភាពរ៉ូមែនទិកដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះនៅឆ្នេរហេអ៊ុនតេក៏មានហាងកាហ្វេមួយនៅលើអាគារខ្ពស់ឈ្មោះថា Rooftop ផងដែរបងប្អូនអាចឡើងទៅទទួលទានកាហ្វេដែលមានរសជាតិឆ្ងាញ់ព្រមទាំងគយគន់ទេសភាពសមុទ្រនិងអាគារធំៗជាច្រើនដែលនៅជុំវិញនោះជាពិសេសបងប្អូននឹងទទួលបានទិដ្ឋភាពដ៏ល្អឯកថ្ងៃរះថ្ងៃលិចដែលអាចថតរូបស្អាតៗទុកជាអនុស្សាវរីយ៍បានយ៉ាងច្រើនផងដែរដូចនេះហើយដល់ពេលដែលបងប្អូនមានឱកាសបានទៅដំណើរកម្សាន្តឬក៏បំពេញការងារនៅប្រទេសកូរ៉េកុំភ្លេចទៅលេងនៅហេអ៊ុនតេនៃទីក្រុងពូសាន់ឲ្យសោះណាទីនោះពិតជាមិនធ្វើឲ្យបងប្អូនខកបំណងឡើយ